Và số xây bóng bóng ngày nay nhưng miền Tây đầm bay mà cắt video đầm bay bây giờ bóng bóng bị lập nghiệp sắm máy tre nó bóng bóng video muốn nhưng phọc lấy bóng bóng miền bóng bóng số cha khác có cọt kho mà số này khác có cọt chát màในเชิงยมสมัยชีวิตเอาเป็นดำไปไปโยนมองบอลถ้าเกทัวร์แบบน่ะนี่ตะบงบอลตะบงយើងធ្វើមានសកៃដងខ្សែចងនិងដីហើយមួយទៀតបងប្អូនយើងចង់បញ្ជាក់រឿងត្រួយយើងច្បាស់ជាមួយត្រួយបន្តិចព្រោះការផ្សាំហ្នឹងគឺវាពាក់ព័ន្ធមួយត្រួយតើត្រួយរបស់យើងនេះលាបានបែបហ្នឹងបានយើងឲ្យផ្សាំបានបងប្អូនបើសិនជាវាមិនទាន់លាស់ទេក៏យើងផ្សាំអត់កើតស្លឹកវាឡើងខ្មៅចាស់ពេកក៏ផ្សាំមិនមែនថាផ្សាំអត់កើតបងប្អូនគ្រាន់តែផ្សាំទៅវាដុះអត់សូវល្អដុះអត់បានច្រើនណាអញ្ចឹងសំខាន់ជាងគេគឺត្រួយបើយើងគិតថាត្រួយនឹងស្អាតយកបានហើយដូចរបស់ខ្ញុំចឹងហើយយើងចាប់ផ្ដើមផ្សាំវាហើយផ្សាំទៀតសោតយើងអត់មានអីលាយស្អីច្រើនទេយើងអត់មានថ្នាំគីមីថ្នាំជំនួយឬអីទេគឺយើងគឺមានតែសកៃដងយើងដាក់សកៃដងយកមកអាហ្នឹងយើងទិញគេមកពីផ្សារមកបន្តមកខ្សែចងអីក៏បានឲ្យយើងចងជាប់ហើយនឹងដីហើយបញ្ជាក់មួយទៀតដីបងប្អូនដីគឺយើងអត់មានលាយអ្វីទាំងអស់បងប្អូនគឺមានតែដីខ្ញុំលាយមួយដីដុតបងប្អូនគឺប្រភេទដីដុតហើយយើងអត់ប្រើជាមួយដីត្បូងទេបងប្អូនយើងវាបើយើងប្រើដីត្បូងទៅពេលត្រូវទឹកវាស្អិតអញ្ចឹងខ្ញុំប្រើដីលបាយធម្មតាប៉ុន្តែខ្ញុំលាយជាមួយដីដុតហើយយើងលាយវាសពសបល់វាសពទៅឲ្យវាម៉ត់ដូចក្នុងរូបខ្ញុំអត់មើលហ្នឹងហើយយើងអាចយកវាមកវិចខ្ចប់បានបន្ទាប់ពីដីហើយបងប្អូនយើងធ្វើការម៉េត្រេម្ដងនេះម៉េបើយើងប្រកាសថាម៉េហ្នឹងយើងយកវាមកផ្សាំយើងក្រៃបងប្អូនហ្នឹងគេហៅថាក្រៃយកសបកចេញហ្នឹងគេហៅថាក្រៃបងប្អូនយើងប្រើកបិតបងប្អូនកបិតរៀងមុតតិចទៅដើម្បីងាយស្រួលក្នុងការយើងកាត់សបកវាជាសបកវាចេញហើយប្រវែងដែលជាខ្ញុំដាក់ឲ្យមើលបងប្អូនប្រហែលជា4ប្រហែល4ហុតបងប្អូន4ហុតយើងប្រហែលជា2ម្រាមដៃបងប្អូនយើងដាក់ម្រាមដៃយើង2ទៅហើយយើងបកសបកវាអញ្ចឹងហើយយើងកាត់សបកវាចេញអញ្ចឹងទៅហើយមួយទៀតបងប្អូនយើងបញ្ជាក់កន្លែងហ្នឹងយើងក្រៃវាហ្នឹងយើងបកសបកវាហ្នឹងយើងទុកវាឲ្យស្ងួតទើបយើងអាចខ្ចប់ដីបានណាយើងទុកវាឲ្យស្ងួតបើយើងបញ្ញាប់ខ្ចប់ដីយើងអាចយកกระดาษជូតមាត់ទៅជូតប៉ុន្តែទូទៅយើងគួរទុកវាមួយថ្ងៃមួយល្ងាចមួយថ្ងៃពីរថ្ងៃអីទៅចាំយើងទៅខ្ចប់ដីតាមក្រោយក៏បានបងប្អូនធ្វើអញ្ចឹងទៅវាដុះស្អាតហើយយើងអត់មានលាយថ្នាំអីទាំងអស់គឺយើងខ្ចប់តែប៉ុណ្្នឹងយើងធ្វើអញ្ចឹងទៅគឺមិនបើយើងដុះស្អាតដោយសារយើងរើសពេលដែរយើងធ្វើនេះបានតែពេលខែវស្សាបងប្អូនខែប្រាំងធ្វើអត់បានទេវាស្ងួតពេកអញ្ចឹងបានខែវស្សាហើយទី1ទី2មែករបស់យើងគឺច្បាស់ថាវាលាស់ត្រួយមួយសាហើយលាស់ហើយត្រួយនឹងលាយើងចាប់ផ្ដើមផ្សាំវាបានណាអញ្ចឹងវាអត្រានៃការដោះគឺវាច្រើនណាបងប្អូនហើយការផ្សាំក៏អត់បានដែរយើងចងវាឲ្យជាប់ទៅបន្ទាប់មកយើងយកដីដែលយើងម៉ត់ហ្នឹងយើងយកមកយើងសម្បាច់វាម៉ត់ហើយយើងដាក់វាចូលអញ្ចឹងទៅចងវាឲ្យស្អាតបងប្អូនដូចយើងចងវិចនំសមយើងសមខ្មែរយើងធ្វើបែបហ្នឹងទៅហើយវាអត់មានងាយដោះអត់ងាយថាវាមិនដោះអីទេបងប្អូនវាអាចខូចដែរ100ខូច4-10ម៉ែកអីហ្នឹងវាអាចដែរគ្រាន់តែអាហ្នឹងតើយើងរើសទាំងពេលរើសទាំងយើងមើលទាំងត្រួយរបស់វាដែរបើអត់ទេគឺការខូចមានច្រើនពេលខ្លះអាច10-20ម៉ែកខ្លះផ្សាំអត់ដោះទាំងអស់ក៏មានដែរមុននឹងខ្ញុំផ្សាំបានប៉ុណ្នេះខ្ញុំខូចក៏ច្រើនបងប្អូនមួយឆ្នាំអានេះដូចខ្ញុំប្រាប់អញ្ចឹងយើងផ្សាំហើយអញ្ចឹងទូទៅខ្ញុំចងស្បោងមកជាន់ពីលើទៀតព្រោះអីរក្សាសំណើមវាមានសំណើមនៅក្នុងនឹងជាប់យើងចងស្បោងដោយសារនេះខ្ញុំដើរវិចដីមួយសាហើយបានចងស្បោងក្រោយនេះយើងចាប់ដើមវិចទៅមានទាំងម៉ែប្រឈមអីបងប្អូនអាចមើលបានហើយស្លឹកត្រួយដូចខ្ញុំប្រាប់យ៉ាងបងប្អូនគឺលាស្អាតបានយើងអាចផ្សាំទៅដោះទៅល្អហ្មងអត់ងាយខូចទេ10ម៉ែកខូច1ម៉ែកអីណាបងប្អូនវាមិនមែនថាវាអត់ខូចទាំងអស់វាអាចមានចន្លោះប្រហោងដែរ
នេះជាការក្រៃរបស់ខ្ញុំបងប្អូនមើលបានអាចសាកបានបងប្អូនសាកហើយត្រេនអាចសាំបានទាំងអស់សាំរស់ទាំងអស់ប៉ុន្តែគ្រាន់តែសัตว์ម៉ាន់ថងហ្នឹងយើងប្រមាថផ្សាំបន្តិចផ្សាំតតាបច្ចេកទេសខ្ពស់បន្តិចបានអាចផ្សាំដោះបើដូចម៉ែខ្ញុំនេះគឺអោខាងគឺងាយដោះទេដល់ពេលផ្សាំបាន2ខែកំឡុងពេល2ខែវានឹងដោះរឹសចេះបងប្អូនតបច្ចៈមួយទៀតរឹសវាតពណ៌លឿងចេះបានយើងអាចកាត់បានបងប្អូនតែឃើញរឹសវាមកຕົកប្រហែលជារយៈពេល4មួយខែវាអាចមានរឹសសចេញមកប៉ុន្តែយើងຕົកដល់ក្រហមឬក្រហមបានយើងអាចយកមកផ្សាំហើយផ្សាំយើងដាក់ក្នុងដីនេះដីក៏អត់មានលាយទេបងប្អូនអត់មានលាយអីទេដីយើងធម្មតាដូចខ្ញុំថាអញ្ចឹងដីដុតលាយជាមួយនឹងដីធម្មតាដីលបាយយើងហ្នឹងហើយយកមកវិចគឺដាំរបស់ខ្ញុំកាលផ្សាំឆ្នាំទៅ100ដើមគឺងាប់តែ4-5ម៉ែទេអត់ច្រើនទេអញ្ចឹងនៅសល់ច្រើនត្រែនខ្ញុំសល់ច្រើនតែបច្ចៈនេះឆ្នាំទៅនេះឥឡូវខ្ញុំលក់អស់ហើយត្រែនអត់មានទេអានេះខ្ញុំផ្សាំបានមួយខែកន្លះខ្ញុំផ្សាំវាបានអញ្ចឹងគឺលាស់ស្អាតបងប្អូនអាចយកដាំបានគឺស្អាតហ្មង